ពីមួយថ្ងៃទៅមួយថ្ងៃវាផ្លែបន្តិចម្ដងស្រូវនេះយើងទៅបញ្ចូលទឹកបាន3ថ្ងៃហ្មង3ថ្ងៃទេយើងឃើញថាវាចាប់ដើមប្រែមកខៀវវិញហ្នឹងបងប៉ុន្តែទឹកនេះគឺដោយសារវាច្រើនពេកអញ្ចឹងយើងបាជីបាន3ថ្ងៃដែរចូលទៅបាន3ថ្ងៃបាជីបាន3ថ្ងៃដែរអញ្ចឹងយើងត្រូវការបញ្ចេញទឹកនេះវិញហ្មងដើម្បីស្រូវបាយគុំយើងបញ្ចេញទឹកនេះវិញយើងទុកមកសាច់ឆែកបានហើយប៉ុន្តែកន្លែងដែលយើងអត់ស្នាទេប៉ុន្តែអត់អីយើងត្រូវតែបញ្ចេញវាអស់ទុកឆែកគល់ទៅបាយគុំល្អបងគឺស្រូវមានកម្លាំងហើយអត់មានរោគទេស្រូវស្ដើងបងប្អូនស្ដើងឃើញតែស្ដើងហើយពូជស្ដើងហើយចាប់ដើមឡើងល្អហើយអត់បាច់ជីវបំពន់ចូលទេបាញ់ទេតកៅក៏អត់បាញ់ដែរអញ្ចឹងយើងធ្វើការឆ្លូកផ្លាស់នេះឧបករណ៍កាប់ដាក់កន្លែងណាវាមកវាខាតច្រើនពេកណាឃើញទឹកហ្នឹងអាហ្នឹងមិនថាអត់មានស្រូវទេ